ចូលចិត្តរំសបាយចាក្រុមហ៊ុននោះមកគេយកដៃខ្ញុំអស់មកដល់គេចូលនំគ្នាធ្វើផ្ទះធ្វើសំបែងនៅនោះឈូសដៃតែម្ដងបានខ្ញុំដេញថាគេយកដៃខ្ញុំបានថាក្រុមហ៊ុនខ្ញុំឈ្មោះហុយម៉ៃខ្ញុំអាយុ48ឆ្នាំចាខ្ញុំមានកូន8នាក់ខ្ញុំនៅតាំងពីខ្ញុំកើតមកនៅតែភូមិបោះឯងនៅភូមិបោះមានដីស្រែគេដើមមកខ្ញុំធ្វើមុខរបរខ្ញុំធ្វើស្រែធ្វើចំការដាំដំណាំលក់ចាខ្ញុំស្រឡាញ់ប្រទេសស្រឡាញ់ភូមិស្រឡាញ់សហគមន៍យើងដល់ឥឡូវសប្ងៃយ៉ាប់លំបាកណាស់ហើយផ្ទះខ្ញុំដែលគេដិតនោះឆេះអស់មីក្រូបាសស្ដីអីទាំងអស់ប្រដាប់ប្រើប្រាស់មីក្រូនោះធំដិតឆេះអស់លីងហើយតាំងពីអតញ្ញាណបានតាំងពីខោអាវមិនថាសម្ភារៈឆេះទាំងអស់អត់មានសល់ទេតើគេដោះលេងខ្ញុំក៏មកនៅជួបជុំកូនចៅឯនេះវាមិនមានប្រទេសនៅហើយក៏មកនៅជាមួយកូនប្តីក៏បាត់រត់បាត់អស់មកយ៉ាប់លំបាកនៅតែឯងទៅប៉ុណ្ណោះហើយខ្ញុំមិនមានទេដីស្រែនោះខ្វះទាំងអស់គ្មានដីគ្មានចង្ការអីបានអុយកូនទៅថៃអស់វាមានស្ដីតែតិចដាច់រកអីហូបមានរកអីធ្វើក៏មានគេខ្ញុំក៏ចង់បានអីខ្ញុំចង់បានតាដីមកវិញធ្វើស្រែចំការប៉ុណ្ណឹងដើម្បីមកហៅប្រជាជន700ជាងគ្រួសារហ្នឹងខ្ញុំហៅប្រជុំប្រាប់គាត់ថាលុយហ្នឹងវានឹងបានមកហើយជាពិសេសដូចជាប្រជាពលរដ្ឋទាំងអស់គ្នាហ្នឹងគាត់ចាគាត់ត្រេកអរទើបនឹងដឹងពីលទ្ធផលថាបានភាពយុត្តិធម៌ដល់ពួកយើងដែលជារងគ្រោះយូរឆ្នាំហើយមានទេចាតើសំណងដែលគេសងមកខ្ញុំនោះបើសម្រាប់ខ្ញុំដូចថាវាធូរជីវភាពក្រិនហួយម៉ៃខ្ញុំសុំផ្ដាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋដែលបាត់បង់ដូចជាខ្ញុំយើងកុំខ្លាចព្រោះសិទ្ធិមនុស្សយើងបានរៀនជាសិទ្ធិប្រើយកសិទ្ធិមនុស្សមកប្រើវិញល្អជាងចាកុំខ្លាចអាជ្ញាធរគេបានមកក្រៀមហែងយើងប្រើសិទ្ធិទៅដើម្បីឲ្យបានការជោគជ័យដោយពួកខ្ញុំចា